ថ្ងៃនេះធ្វើតាម fan ដល់មក fan គាត់សំណពោឲ្យសុំធ្វើត្រីក្រហមចំហុយមីសួរបាទថ្ងៃនេះធ្វើតាម fan ហើយបាទជំរាបសួរពុកម៉ែបងប្អូនបាទទីមកជួបជាមួយខ្ញុំបាទខេបសមាជទៀតហើយបងប្អូនថ្ងៃនេះបាទចំហុយត្រីក្រហមមីសួរបងប្អូនហើយបាទមុនយើងចាប់ផ្ដើមចូលដល់ធ្វើម្ហូបបាទយើងចាប់ផ្ដើមត្រាំមសួរត្រាំផ្សិតខ្មៅបកាក្រៀមយឺយើងត្រាំវារីសិនណាបងប្អូនបាទយើងត្រាំវាចោលទៅយើងមកចាប់ដើមសម្អាតត្រីបងប្អូនហើយយើងសម្អាតត្រីយើងមុនសម្អាតគឺខ្ញុំចាំបាច់អំបិលចោលសិនកោសអំបិលកោសឲ្យស្អាតបាទចឹងទៅបងប្អូនកោសវាអស់ឈាមឲ្យអស់អីទៅហ្នឹងហើយយើងលាងពីទឹកណាត្រីវាអស់អំបិលអស់វាក្លិនឆ្អាបក្លិនអីហ្នឹងបាទឥឡូវយើងលាងត្រីស្អាតហើយយើងចាប់តាមហាន់ខ្ញីយើងហាន់ជាប្រទេសស្ដើងមកបាទដើម្បីយើងលាងឲ្យស្អាតដាក់គល់ចង្រៃដេញលឹកក្រួយសើចអញ្ចឹងទៅណាឥឡូវយើងវះត្រីបងប្អូនហើយយើងឆោតវាជា3 4មកដើម្បីឲ្យប្រឡោះយើងដាក់ខ្ញីចូលឥឡូវយើងវះត្រីហើយយើងដាក់ត្រីយើងប្រឡាក់ត្រីចោលទៀតបងប្អូនដាក់គ្រឿងដាក់រ៉ូឌីបន្តិចមកប៊ីចេងបន្តិចមកស្ករបន្តិចទៅអំបិលបន្តិចទៅហ្នឹងហើយណាស្ករវាស្ទើរទៅតែស្ករអស់បាទឡើងដាក់ប្រេងខ្យងបន្តិចមកបងប្អូនហើយដើម្បីឲ្យវាឈ្ងុយយើងអាប់ត្រីចោលប្រហែលជា5 6នាទីទៅចាំយើងយកវាទៅចំហុយបាទឥឡូវយើងញាត់ម្ដេងស្លឹកក្រូចគល់ចង្រៃដាក់ចូលក្នុងពោះរីឯខ្ញីយើងដាក់វាលើបាទឥឡូវយើងបន្លាក់ត្រីចោលជំទុះហើយយើងយកត្រីចេញពីនេះមកយើងដាក់ចំហុយឥឡូវយើងដាក់ទឹកចូលឆ្នាំងចំហុយទឹកចំហុយយើងដាក់ស្លឹកម្ដេងបន្តិចស្លឹកក្រូចសើចបន្តិចចូលហ្នឹងបាទឥឡូវយើងដាក់ឡើងសឹងហើយយើងដាក់ចូលកាច់ប៉េះក្រាស់លើខ្ជូលមកបាទយើងលើកដាក់ចូលបងប្អូនដាក់ចូលហើយណាពេលដែលយើងដាក់ត្រីចំហុយទុក10នាទីហ្នឹងយើងចំហុយត្រីហ្នឹងយើងមកធ្វើបន្លែដើម្បីយើងដាក់លើត្រីបាទដំបូងយើងហាន់សុតខ្មៅឲ្យល្អិតស្ដើងបាទយើងហាន់សុតខ្មៅហើយហ្នឹងទៅយើងយកបកាក្រៀមយឺហ្នឹងយើងហាន់វាឲ្យល្អិតដូចគ្នាហ្នឹងណាបាទបងប្អូនអើយថ្ងៃនេះមេឃស្អាតណាស់ភ្លៀងតាំងពីព្រឹកហើយចឹងរឿងល្ងឹតតិចហើយធ្វើក្នុងផ្ទះទៀតបានជូនមកបងប្អូនមើលក្រៅទេបាទឥឡូវមកសួរយើងរីកហើយយកមកហាន់វាឲ្យខ្លីល្មមឲ្យហូបឲ្យឆ្លាក់ប្រពន្ធឥឡូវយើងហាន់ហើយចឹងឯងកាត់មកសួរកាត់អីល្មមដែលយើងចង់បានហើយយើងយកអាខ្ញីបន្តិចមកយើងហាន់ឲ្យអត់ទូយើងដើម្បីយើងដាក់ដូចធ្វើបន្លែឲ្យវាឈ្ងុយបាទបន្លែយើងមានសិតច្បើងទៀតបងប្អូនមានការ៉ុតទៀតកោសដាក់ជាសរសៃដាក់ចូលជាមួយមកសួរហ្នឹងឲ្យមានបន្លែខ្លះចឹងបងប្អូនបាទខ្ញុំវាខុសគេបន្តិចអបមីសួរខ្ញុំចំហុយអញ្ចឹងវាមានបន្លែខ្លះមានអីខ្លះឥឡូវយើងចាប់តាមលាយគ្រឿងមួយមីសួរម្ដងគ្រឿងដដែលបងប្អូនមានប៊ីចេងស្ករអំបិលម្រេចហ្នឹងឯងពេញខ្យងដាក់វាឲ្យវាឡើងពណ៌មើលទៅល្អឲ្យវាឃើញសហើយមីសួរឡើងក្រហមហ្នឹងបាទយើងតំបល់វាមកកូរវាឲ្យសប់ដើម្បីវាបែកគ្រឿងបែកអីឲ្យវាចូលជាមួយបន្លែចូលមួយមីសួរហ្នឹងបាទឥឡូវយើងធ្វើគ្រឿងឲ្យចិត្តហើយមីសួរយើងលាយគ្រឿងហើយយើងចាប់ផ្ដើមមកលាងសម្រាប់ក្លិនឈ្ងុយបាទដូចស្លឹកខ្ទឹមជីបានស៊ុយបេះវាឲ្យស្អាតមកបងប្អូនអើយបេះវាមកមួយមកកុំយកគល់វារឹងណាបាទយើងលាងឲ្យស្អាតយើងបាញ់ទឹកអាណាម៉ាញ់តិចបងប្អូនអើយយើងធ្វើបាញ់ឲ្យស្អាតតិចណាជូតតុកជូតអីឲ្យស្អាតតិចកុំឲ្យវាមើលឃើញញ៉ៃវិញបើកត្រីមកល្មមបាទយើងបើកត្រីយើងដាក់មីសួរចូលបងប្អូនដើម្បីយកទៅចំហុយជាមួយគ្នាបាទបងប្អូនណាខ្ញុំដៃនេះខ្ញុំលាងស្អាតបាទដៃនេះបាទព្រោះធ្វើហូបខ្លួនឯងទេជាមួយក្រុមការងារនិយាយតែក្រុមការងារដែលហ្នឹងបាទវាមិនមែនមានស្រោមដៃស្រោមអីព្រោះយើងមិនមែនជាចុងភៅជាហាងផ្កាយ5ផ្កាយ4ឯណាទេហើយយើងធ្វើហូបខ្លួនឯងហ្នឹងចឹងដៃតែហ្មងទៅម្រាម5បាទដៃយើងមុនធ្វើលាងស្អាតបាទឥឡូវយើងដាក់ត្រីដាក់មីសួរដាក់ចូលយើងដើរឲ្យវាធូរចកេះធូរទេបងប្អូនមើលក្រៅផ្ទះមើលអីទេភ្លៀងផងមើលមានថ្ងៃមានសួនស្បាមុខផ្ទះពីរគុំហ្នឹងមើលអាផ្កាវានេះពេកចាប់ដើមមើលអត់ឃើញផ្កាថាមកកាច់ត្រឡឹកវាចោលខ្លះមើលឲ្យដល់ចេះធ្វើការធ្វើតែហូបអត់ចេះធ្វើការងារខ្លះកម្លាំងដែរបងប្អូនប៉ាំងប៉ិតហើយខ្ញុំអរគុណច្រើនណាស់ដែលបងប្អូនជួយទ្រាំទ្រខមមិនតាមបងប្អូនបងស្មាច់អបត្រីមីសួរមួយមើលឥឡូវអបត្រីមីសួរមួយតាម fan ហើយបងប្អូនទាំងអស់គ្នាបាទឥឡូវយើងចូលទៅវិញទៅពុះខ្ជូលចេញផ្សែងមកតាមគៀនហើយលុំហ្មងបាទឥឡូវយើងអង្គុយបន្តិចមើលរ៉េរបន្តិចបាទឥឡូវយើងចាប់ផ្ដើមហាន់ស្លឹកខ្ទឹមហាន់អីដើម្បីយើង
សម្រាប់យកទៅដាក់លើត្រីឲ្យវាក្លិនឈ្ងុយអាហ្នឹងកាលណាយើងដាក់ទៅភ្លាមអត់ឈ្ងុយទេអញ្ចឹងយើងដាក់ដល់ពេលឆ្អិនយើងដាក់ទៅយើងដឹកមកវិញវាស្លោកមកឈ្ងុយភាយមកបងបាទឥឡូវដាក់គល់ខ្ទឹមដាក់ឲ្យចូលហើយបាទដំណងណាបងប្អូនអើយមិនតិចចេះមកវាចំហុយមួយសួរក្តៅដាក់មកយើងវាឈ្ងុយបងមើលបងប្អូនឯងមើលដំណងមែនបងប្អូនមើលណាតោះមួយចានគ្រូនេះល្មមជាមួយក្រុមការងារជាមួយប្រពន្ធមួយកូនគ្រប់ហ្មងបងប្អូនហើយបាទឥឡូវយើងបិទតិចមកឲ្យវាអាគ្រឿងស្លោកយើងបិទឲ្យវាទៅទុកប្រហែលប្រហែលនាទីបានហើយយើងមកធ្វើទឹកស៊ីអ៊ីវទៀតបងប្អូនទឹកស៊ីអ៊ីវដាក់ជាមួយជីបន្ស៊ុយជាមួយម្ទេសតិចមកបងប្អូនដើម្បីយើងត្រូវជាមួយអបមីសួរត្រីក្រហមហ្នឹងហ្មងបាទឥឡូវទឹកត្រីយើងធ្វើហើយដែរបងប្អូនមើលដំណងហ៎បាទម្ទេសអត់ស្អីចេះម្ទេសបានតិចតួចម្ទេសបានតែ2គ្រាប់3គ្រាប់ខ្ញុំលើកបានលឹតជួយផ្លែមឆ្ងាញ់ហើយបាទដល់បិទគឹបបងប្អូនហើយបាទឆ្អិនល្មមត្រីយើងបងប្អូនហើយអូសែងខ្ជូលបងប្អូនណាមនុស្សចូលចិត្តទៅហើយមើលក៏ឃើញត្រីផ្ទះដៃអបអសាទើបងប្អូនអូឈ្ងុយណាស់បងប្អូនហើយដល់ផ្ទះ20ផ្ទះ10បងប្អូនបាទឥឡូវយើងចាប់ដើមទាញចក្រានចេញបន្តិចយើងមុនភ្លក់មុនប្រពន្ធបាទហើយប្រពន្ធមកតនេះភ្លក់មុនបាទឈ្ងុយដល់បងប្អូនហើយអស់តោះមាត់ដូចរំបងប្អូនមាត់ដាក់គឹបបងប្អូនអើយបឺតផងកាយញាត់ផងបងប្អូនណាបាទឆ្ងាញ់ណាស់បងប្អូនអើយឆ្ងាញ់បាទនិយាយមិនឆ្ងាញ់មិនធ្វើស្អីប្រពន្ធមកល្មមមើលប្រពន្ធលេងមួយចានម្នាក់ឯងនេះមហូបគេចូលចិត្តហ្នឹងមហូបប្រចាំតកូលគាត់ក៏ចូលចិត្តប្រពន្ធខ្ញុំហូបមានក្តីសុខណាស់អរគុណច្រើនបងប្អូនអរគ្នាដែលត្រឹមត្រូវវីដេអូខ្ញុំសូម share សូម follow ផង